ដែលមានតម្លៃស្មើនឹងកែភ្នែកហើយមានន័យមិនអាចកាត់បានដល់ព្រោះវាមានទំហំធំជាងនេះហើយជ្រៅជាងមហាសមុទ្រទៅទៀតដូចជារាត្រីនេះបងបញ្ជាក់ឲ្យអូនឃើញថាស្នេហាវាមានរសជាតិបែបណាព្រះអង្គធ្វើអីណាគឺកំពុងតែបង្ហាញពីនិយមន័យរបស់ស្នេហាហ្នឹងណាតែខ្ញុំម្ចាស់មិនយល់ទេបន្តិចទៀតអូនពិតជាយល់ហើយម្ចាស់ស្នេហ៍អូនគឺជាស្ត្រីតែម្នាក់គត់ដែលបងមិនអាចបំភ្លេចបានអូយស្រួលខ្លាំងណាស់ព្រះស្នំស្រួលយ៉ាងម៉េចទេនាងសេះណែស្រួលត្រង់ថាព្រះមហេសីមរណមាតាគ្មានចំណុចត្រង់ណាលើព្រះស្នំសយឺតស្ទុយមិនឆើតឆាយមិនចេះផ្គប់ផ្គុនយកប្រតិព្រះអង្គដោយព្រះស្នំទេយ៉ាងម៉េចនាងសេះឯងកំពុងតែដៀលយើងថាយើងនេះជាស្រីឯកដៃព្រះអង្គហើយមែនទេណែមែនហើយព្រះស្នំត្រូវតែពិចារណាឡើងវិញនាងសេះនិយាយពិតជាមានន័យដូចព្រះស្នំគិតហើយព្រះស្នំណែមិនមែនចឹងទេព្រះស្នំនាងខ្ញីមានចេតនាប្រកាច់ប្រខូចនាងខ្ញុំហើយនាងឯងនេះចង់ប្រកាច់តកូលមួយតាគីអញផងឯនាងខ្ញីព្រះអង្គមិនគួរតែលើកស្ទួយនាងស្រីចិនបត់សាច់ឲ្យខ្មៅគ្មានជាតិទេចាប៉ែនហើយព្រះស្នំមន់ព្រៃចង់កំចាយមន់ស្រកណែនាងសេះនាងខ្ញីនិយាយស្ដីអីកុំឲ្យប៉ះពាល់ដល់ព្រះមហេសីនាងឯងចង់ឲ្យដំរីជន់មែនទេអូយដំរីធំណាស់អកយាយត្រឹមសេះបានហើយចន្ទាកូនព្រះអង្គសពព្រះរាជហឫទ័យនិងព្រះមហេសីខ្លាំងណាស់កូនត្រូវគិតរឿងបេះដូងមិនអាចបង្ខំបានទេមកនាងសេះចានាងខ្ញីចាទៅជាមួយយើងទៅមើលនាងមន់ព្រៃហ្នឹងតើវាអស្ចារ្យប៉ុណ្ណាទៅអូយពិតជាអស្ចារ្យមែនណាព្រះមហេសីក្រងផ្កាស្អាតរស់គូប្រៀបគ្មានទេព្រះមេម្ចាស់ចេះតែបញ្ចូលខ្ញុំហើយបងខ្ញុំបងក្អកព្រះមេខ្ញុំម្ចាស់បងមានប្តីហរិណីខ្ញុំម្ចាស់ណែអូយនៅទេព្រះមហេសីពួកអ្នកនាងនឹងគ្មានប្រុសណាគេមកប៉ែតតីទេខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះមហេសីខ្ញុំឮថាព្រះស្នំជាកូនស្រីអកយាយខ្ញុំចង់ជួបព្រះស្នំដើម្បីជជែកលេងស្រាប់តែថ្ងៃនេះព្រះស្នំចូលគាល់ខ្ញុំរីករាយណាស់ហើយខ្ញុំម្ចាស់ក៏ឧស្សាហ៍ចូលគាល់ដែរដើម្បីកុំឲ្យព្រះមហេសីអបសោកអរគុណហើយព្រះស្នំស្ដាប់ឮទេនេះចាប់ព្រៃខ្ញុំកាលពីយប់មិញណាខ្ញុំចូលសັບឃើញធាក់មនុស្សពីរនាក់សប្បាយជើងដល់ហើយវើចំណែកតាហោរាទាយឲ្យខ្ញុំថាថ្ងៃនេះមានសំណាងបានចាប់ព្រៃយកមកបោកខ្លែមទឹកខ្នោតជូរអូយធម្មតាឆ្កែតើវាព្រុសហើយវាដាច់ខាំពីក្អុកអូយវាថាយើងឆ្កែមានអារម្មណ៍ថាចង់ឆេះសាច់សេះឆាជាមួយខ្ញីអូយចង់ស៊ីសាច់យើងបងខ្ញុំនេះក្រំទ្រងឈឺចិត្តឡើងអស់3ឆ្នាំចង់ខួឈាមតែខំប្រំបៀមលេបទុកមកវិញព្រោះតែមេខ្មរណៈគ្មានដានហ្នឹងណាវាបានឡើងធ្វើជាម្ចាស់ស្ត្រីចុះវាយ៉ាងម៉េចមិនកាលីមិនយ៉ាងម៉េចតែអ៊ំនឹងត្រូវតែជួយម៉ែតែមិនអញ្ចឹងទេខ្ញុំខ្មាស់គេពេញភូមិណាអ៊ំអ្នកណាក៏គេសាច់ពេបជ្រេឲ្យពួកខ្ញុំគ្មានវាសនាដូចជាមីខ្មរណៈគ្មានណាបងត្រូវតែជួយខ្ញុំហ្នឹងយើងគិតឃើញហើយថាត្រូវធ្វើយ៉ាងណានោះធ្វើយ៉ាងម៉េចដែរបងពួកមីហងឯងចាំតែមើលទៅ
ដឹងផងអត់យាយតើខ្ញុំធ្វើមិនទៅ ចាំខ្ញុំម្ចាស់ចាត់ចែងរៀបចំថ្វាយព្រះមេ តែព្រះស្វាមីខ្ញុំមិននៅ មិនអីទេខ្ញុំម្ចាស់ថ្វាយជីវិតធានាចំពោះព្រះរាជា អរគុណហើយអត់យាយ បងត្រូវតែទ្រាំផឹកបន្ថែមទៀត ណាអូនបុកថ្នាំមកបងផឹករៀកឡើងពេញមួយយប់ទៅហើយឥឡូវផឹកទៀតហើយ បងត្រូវតែទ្រាំផឹកបន្តទៀតដើម្បីអនាគតគ្រួសារយើងរុងរឿង បងធ្វើតាមអូនតែទាំងអស់នឹងផឹកក៏ផឹកណា ផឹកទៅផឹកទៅផឹកទៅ អូយ ចាក់នៃក្មួយឯងញ៉ាំតិចទៀតមានឋានៈខ្ពស់ខ្ពស់ហើយ អូយខ្ញុំអរណាស់អ៊ំខ្ញុំកំពុងតែសម័យជាយូរណាស់មហា ស្អីមិនទាន់ឡាប់ទេក្បួនដង្ហែមកដល់ឥឡូវហើយ មកសម្រាប់មកសម្រាប់មកសម្រាប់ទៅចាំឡើងចាំឡើង ហេតុអីខ្ញុំកើតមកមិនដូចមានមរណៈគ្មានណាទៅម៉ែ ណែមនុស្សយើងណាវាមានសំណាងខុសគ្នាណាស់អ្នកខ្ទីណា ពួកហងឯងរាល់គ្នានេះប្រខំគ្នាដូចឆ្កែដូចយ៉ាងម៉េច មកហើយរៀបរយបានត្រឹមត្រូវ ចា ដឹកហើយក្បួនដង្ហែមកច្រើនណាស់អូយក្បួនធំណាស់អ៊ំអានឹងគេហៅស្អីគេអានឹងគេហៅប្រពន្ធស្ដាច់អើចឹង នៅស្អាតស្រស់ស្អាតណាស់ ថ្វាយបង្គំម្ចាស់កូន អ្នកមី ហើយព្រលឹងម៉ែម្ដាយអ្នកកូនស្ទើលេះលួយថ្លើមប្រមាត់អស់ហើយកូនម៉ែមិនអាចអធិប្បាយបានទេវាមានទំហំធំជាងមេធំជាងដីទៅទៀតណាកូន មីខ្ញុំសុំទៅមកលោកប៉ុកតែ ចាចាអូយមិនបានទេមិនបានទេលោកពុកគាត់ឈឺធ្ងន់ប៉ុន្តែម្ចាស់កូនយាងទៅអង្អែងបានហើយព្រោះជំងឺលោកឪពុកនឹងមានដំណំមិនឲ្យមនុស្សដតីច្រើនកកចូលទៅបានទេ ប៉ុន្តែ មិនអីទេយាយអនាំអ្នកក្បួនទៅចាំនៅខាងក្រៅចុះ ចាចាទៅចាំខាងក្រៅសិនទៅអូយចាចាសូមគោរពអញ្ជើញម៉ែអទៅចាំខាងក្រៅសិនចាម្ចាស់កូនស្ដេចយាងឈប់មិនបានទេ មិនអីទេលោក ស្ដេចយាងយាងម្ចាស់កូនម្ចាស់កូនយាង លោកប៉ុក ម្ចាស់កូនលោកពុកណាសម្រានលក់ហើយកុំរំខានគាត់អីម្ចាស់កូនមកពីឆ្ងាយលើប្រកាយហើយផ្លាស់សម្លៀកបំពាក់ទៅងូតទឹកទៅឲ្យត្រជាក់ប្រកាយសិនណាម្ចាស់កូនណាងូតទឹកឲ្យត្រជាក់ប្រកាយ ចាអ្នកមី ណាម្ចាស់កូនស្ដេចយាងទៅម្ចាស់កូន